ដើមគូលែនលក្ខណៈរុក្ខជាតិជារុក្ខជាតិប្រភេទឈើធំមែកខ្ចីមានរោមស្លឹកដុះឆែកតងមាន2 ទៅ 4 គូរាងពងក្រពើទ្រវែងស្រួចចុងរឹងស្វិតខាងក្រោមស្លឹកមានពណ៌បៃតងរាងសផ្កាដុះនៅចុងមែកមានរាងជាកញ្ចុំមានខ្នែងផ្លែមានរាងមូលឬរាងដូចពងមាន់ស្របកមានក្រឡាគ្រើមពេលទុំពណ៌ក្រហមក្នុងផ្លែមានសាច់សថ្លារុំព័ទ្ធជុំវិញគ្រាប់រាងមូលពណ៌ត្នោតកន្លែងដាំដុះជារុក្ខជាតិដុះដោយខ្លួនឯងតាមព្រៃភ្នំឬគេដាំជាចម្ការផ្នែកប្រើប្រាស់គេប្រើគ្រាប់និងសាច់រសជាតិគ្រាប់មានជាតិផ្អែមល្វីងតិចធាតុក្តៅសាច់មានជាតិជូរអែមត្រជាក់ស្ងួតដើមគូលែនផងដែរក៏ជាឱសថយកទៅព្យាបាលជំងឺមួយចំនួនបានផងដែរសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ